ណត់នេះធម៌ដែលយើងនិយាយមិនមែនជារឿងអត់កំបាំងទេយើងមិនមែនជាគ្រូដែលហួងហែងវិជ្ជាចូលឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់សាងអំពើល្អអ្នកណាមានគំនិតលើផ្លូវល្អហើយរស់នៅដោយការមិនប្រហែសនៅក្នុងព្រះធម៌នោះអ្នកនោះនឹងអាចគេចផុតពីវាលវដ្តសង្សារការស្លាប់រស់ហើយបញ្ចប់នៅទុក្ខយើងនឹងសម្រាកក្រោមដើមឈើនេះមនាលសុផាត់ថាសាសនាក្នុងរូបភាពផ្សេងសុទ្ធតែសំគួរហើយបើសាសនាទាំងនោះមានការប្រៀបធៀបខទាំង8ព្រោះខទាំង8ចាត់ទុកថាជាសច្ចធម៌របស់ចក្រវាលគ្រប់បែបយ៉ាងសុទ្ធតែជាអនិច្ចំមិនទៀងទាត់និព្វានអាចទៅដល់ដោយការព្យាយាមតែប៉ុណ្ណោះ